ទេសចិនបានបង្ហាញព័ត៌មានលម្អិតដ៏គួរឲ្យភ្ញាក់ផ្អើលអំពីអាវុធប្រឡាយលោកដ៏មានឥទ្ធិពលបំផុតមួយរបស់ខ្លួនគឺមីស៊ីលផ្លោងអន្តរទ្វីប DF-5B ដែលអាចបាញ់បានចម្ងាយជាង 12000 គីឡូម៉ែត្រមីស៊ីលនេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលមានកម្លាំងខ្លាំងជាងគ្រាប់បែកប៉ារ៉ាម៉ាណូដែលអាមេរិកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ានិង Nagasaki របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី2ដល់ទៅជាង200ដងឯណោះទូរទស្សន៍រដ្ឋចិន CCTV កាលពីសប្តាហ៍មុនបានផ្សាយថាអាវុធនុយក្លេអ៊ែររបស់មីស៊ីល DF-5B អាចផ្ទុកគ្រឿងផ្ទុះចន្លោះពី3លានតោនទៅ4លានតោនប្រៀបធៀបទៅនឹងគ្រាប់ប៉ារ៉ាម៉ាណូដែលបានបំផ្លាញទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ1945អាចផ្ទុកគ្រឿងផ្ទុះបានត្រឹមតែ 15000 តោនប៉ុណ្ណោះសូមបញ្ជាក់ថាមីស៊ីល DF-5B គឺជាការធ្វើបច្ចុប្បន្នភាពពីមីស៊ីល DF-5 ដែលចិនផលិតដំបូងនៅឆ្នាំ1981 DF-5B ត្រូវបានដាក់ពង្រាយដំបូងនៅក្នុងឆ្នាំ2015វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យា MIRV ដែលអនុញ្ញាតឲ្យវាបាញ់នុយក្លេអ៊ែរដល់ទៅ10គ្រាប់នៅក្នុងពេលដំណើរគ្នាដោយក្បាលគ្រាប់នីមួយៗបាញ់ទៅរកគោលដៅខុសៗគ្នាលក្ខណៈពិសេសនេះធ្វើឲ្យប្រព័ន្ធការពារមីស៊ីលពិបាកចាប់ស្ទាក់មីស៊ីល DF-5B ខ្លាំងណាស់នេះបើយល់ទៅតាមទូរទស្សន៍ CCTV សមត្ថភាពបាញ់ចំគោលដៅរបស់មីស៊ីល DF-5B គឺលំអៀងច្រើនបំផុតត្រឹមតែ500ម៉ែត្រប៉ុណ្ណោះពីគោលដៅដែលបានកំណត់មានន័យថាភាពលំអៀងនេះគឺតិចជាងមីស៊ីលផ្សេងៗហើយបើទោះបីជាវានៅឆ្ងាយពីគោលដៅ500ម៉ែត្រវានៅតែអាចកំទេចអ្វីៗគ្រប់យ៉ាងដែលនៅក្បែរនោះយោងតាមកាសែត The Sun ជាមួយនឹងរយៈចម្ងាយជាង 12000 គីឡូម៉ែត្រនេះមីស៊ីល DF-5B របស់ចិនអាចបាញ់ដល់គោលដៅស្ទើរតែទាំងអស់នៅក្នុងទ្វីបអាមេរិកនិងអឺរ៉ុបជាក់ស្ដែងចម្ងាយពីទីក្រុងប៉េកាំងទៅទីក្រុងញូវយ៉កគឺប្រហែលជា 11000 គីឡូម៉ែត្រនិងចម្ងាយពីទីក្រុងប៉េកាំងទៅទីក្រុងប៉ារីប្រហែល 8200 គីឡូម៉ែត្រគួរសម្គាល់ថារយៈពេល10ឆ្នាំចាប់តាំងពីចិនបានដាក់ពង្រាយមីស៊ីល DF-5B នេះចិនមិនដែលបង្ហាញព័ត៌មានអ្វីអំពីវានោះទេកាសែត The Sun រាយការណ៍ថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនគឺជាកន្លែងសម្ងាត់បំផុតមួយនៅក្នុងពិភពលោកក៏ប៉ុន្តែការបង្ហាញព័ត៌មានសម្ងាត់នេះជាសាធារណៈនៅពេលនេះគឺស្របពេលមានសញ្ញានៃការបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ចិនជាពិសេសចំពេលមានភាពតានតឹងកើនឡើងនៅលើទឹកដីកោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូង